ខ្ញុំបងបាទឥឡូវគឺខ្ញុំដកលុយបានហើយទេបាទគឺវា load ចូលមកនៅក្នុង email បាទគឺចំនួន$5ឬមួយក៏5 USDT អញ្ចឹងយើងអាចចូលមកឆែកមើលនៅក្នុង Binance បាននេះបាទអូខេបាទសួស្តីបងប្អូនបាទស្វាគមន៍សាជាថ្មីមកកាន់វីដេអូថ្មីក្នុងវីដេអូនេះគឺខ្ញុំមានជាមួយនឹង platform មួយលុយថ្មីមួយយកមកធ្វើការចែកម្លែកទៅកាន់បងប្អូនអរគ្នាអញ្ចឹងសម្រាប់ការឲ្យលុយជាមួយនឹង platform មួយនេះគឺតម្រូវបងប្អូនអរគ្នាមានទូរស័ព្ទដៃមួយគ្រឿងហើយនឹងបាទមាន account Telegram អញ្ចឹងវាជាប្រភេទ bot បងប្អូនបាទ platform មួយហ្នឹងណាបងប្អូនគាត់ទៅការជួយតាមលេខមួយខ្ញុំមកនឹងចូលមកកាន់ bot ហ្នឹងហើយបងប្អូនចុច start មកបាទចុច start មកគឺវា load បែបនេះបងប្អូនឃើញពាក្យ start នៅខាងក្រោមបងប្អូនចុចលើនឹងមកអូខេហើយបើសិនជាអត់ទាន់ load ចូលដល់ខ្ញុំបងប្អូននឹងឃើញពាក្យ start បងប្អូនចុច start ទៅមកអញ្ចឹងវាចេញបែបនេះបងប្អូនចុច get start ទៅមកបាទបន្ទាប់មកគឺវានឹងចូលមកកាន់ទម្រង់បែបនេះហើយវាជាប្រភេទ platform ធ្វើការ staking បងប្អូនបាទអញ្ចឹងសម្រាប់ការលេងគឺយើងចំណាយ6 USDT យើងអាចធ្វើការរកបាន2.40 USDT បាទឬមួយក៏$2.40 សេនក្នុងមួយថ្ងៃអញ្ចឹងយើង stick ចំនួន6 USDT នេះសម្រាប់ការដាក់ទឹកលុយ stick បងប្អូនអូចេញមកបានគឺមាន6 USDT អូបន្តិចមកគឺវាឡើង200 USDT ទៅបើយើងចង់ stick 6 USDT យើងអូឲ្យអស់មកក្រោយមកអូខេអូអស់ចឹងមកអញ្ចឹងបើសិនជាចង់ stick បងប្អូនអាចធ្វើការដាក់លុយចូលលេងបានបាទចូលមកកន្លែង recharge មកហ្នឹងហើយបន្តមកទៀតបងប្អូនត្រូវការជ្រើសរើសជាមួយនឹងកាក់បងប្អូនមានកាក់មួយណាបងប្អូនចុចលើនឹងមកហើយបងប្អូននឹងទទួលបានជាមួយនឹង address ប្រភេទកាក់ហ្នឹងហើយ copy វាទៅចូលទៅកាន់កាបូបលុយបងប្អូនដើម្បីធ្វើការបាញ់លុយចូលមកគឺជាការស្រេចហើយខ្ញុំអត់បានបង្ហាញជាមួយការដាក់ទេខ្ញុំបានដាក់ចំនួន6 USDT ហើយហ្នឹងបាទអូខេបាទហើយយើងដើម្បីធ្វើការ stick បងប្អូនចូលមកកន្លែងនេះបងប្អូនមើលចំនួនទឹកលុយយើងធ្វើការ stick នេះគឺ6 USDT បាទអូវាអស់ចឹងមកហើយយើងចុច stick មក sticking មកបាទហើយធ្វើការ confirm បាទ success ហើយចឹងនេះហើយខ្ញុំ stick នៅម៉ោង7:29 នាទីអញ្ចឹងរយៈពេល24ម៉ោងគឺយើងអាចចូលមកធ្វើការដកលុយបានហើយអញ្ចឹងវានឹង load commission ឲ្យយើងអូតូតែម្ដងបាទនេះម៉ោង7:29នាទីបាទនៅពេលស្អែកឡើងគឺនៅម៉ោងប៉ុណ្ណឹងខ្ញុំអាចធ្វើការដកលុយបានទៀតទេបងប្អូនបាទឥឡូវខ្ញុំមានលុយ$5សម្រាប់ដកបង្ហាញជូនទៅកាន់បងប្អូនរបស់គ្នាដែរបាទអូខេហើយជាមកធ្វើការដកលុយតែម្ដងនេះលុយរបស់ខ្ញុំមានចំនួន$5មួយក៏5 USDT សម្រាប់ធ្វើការដកបង្ហាញជូនទៅកាន់បងប្អូនបាទចុចកន្លែងវាថា withdraw មកហើយយើងដាក់ password បាទដាក់ password អូខេហ្នឹងហើយអូខេហើយយើងធ្វើការ confirm វាមក password គឺយើងដាក់8ខ្ទង់ណាបងប្អូនបាទ8ខ្ទង់ហើយបន្តមកកន្លែងនេះគឺយើងធ្វើការបំពេញជាមួយ address របស់យើងបងប្អូនចង់ដកកាក់ជា USDT TRC 20បាទជា TH ជា USDT BP 20ក៏បានដែរអញ្ចឹងយើងធ្វើការជ្រើសរើសមកហើយយើងចូលទៅយក address ឥឡូវខ្ញុំសុំទៅយក address របស់ BP 20សិនអូខេឥឡូវខ្ញុំបានចូលទៅយកហើយបាទយើង copy វាបញ្ចូលមកហើយយើងដាក់ចំនួនទឹកលុយនេះខ្ញុំដកចំនួន$5បងប្អូនបាទដាក់ជាមួយនឹង password របស់យើងបាទអូខេយើងធ្វើការ confirm វាមកនេះ withdraw success ហើយអញ្ចឹងការដកលុយគឺអាចចាំចន្លោះពី3ទៅ5នាទីបងប្អូនបាទហើយសម្រាប់ការហៅលុយមួយទៀតគឺយើងគ្រាន់តែការណែនាំសមាជិកបងប្អូនចូលកន្លែង referral program នេះមកអញ្ចឹងនឹង load បងប្អូនអូសវាមកក្រោមមកនឹងឃើញជាមួយនឹង link សម្រាប់ណែនាំសមាជិកហើយអញ្ចឹងការណែនាំសមាជិកបងប្អូនទទួលបានភាគរយបាទតាមនឹងដែរបាទអូខេនេះលុយខ្ញុំបានទៅការដកមិញបងប្អូនមកគឺវា load ចូលហើយបាទនេះdeposit បាទ processing បាទយក deposit of 5 USDT បាទ is current បាទ processing if you do not បាទ
recognize this activity បាទ please contact user reminded បាទហ្នឹងហើយដឹងអានថាម៉េចបងប្អូនបាទសារខ្ញុំមិនមែនជំនាញអង់គ្លេសទេបាទមិនសូវចេះអង់គ្លេសទេអានេះភាគរយដែលយើងទទួលបានពីការណែនាំសមាជិកបងប្អូនបាទ level 1 10% level 2 5% level 3 1% បាទអូខេអញ្ចឹងយើងទៅចូលទៅឆែកមើលលុយទាំងអស់គ្នាបាទខ្ញុំចូលមកកាន់ Binance បាទចូលមកឆែកក្នុង Binance នេះបាទគឺវានៅ process ឡើយទេបាទនេះបងប្អូនបាទឥឡូវគឺចូលហើយចូលrồiបាទឃើញទេហើយយើងធ្វើការ refresh មួយហើយនឹងឃើញនេះ$5បាទដកបានភ្លាមតែម្ដងបងប្អូនបាទនេះបាទអូខេហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនដែលថ្មីបាទកុំភ្លេចជួយធ្វើការ Subscribe ឲ្យខ្ញុំមួយផងដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីតាក់ទងជាមួយនឹងការរកលុយបាទអូខេអរគុណច្រើនបងប្អូនបាទជួបគ្នាវីដេអូ